បងប្អូនធ្លាប់ឃើញអត់ឃើញកងអង្គរៈថ្នាក់ដឹកនាំធំៗដូចជាលោកស៊ីជីនពីងឬក៏លោកពូទីនអីនៅពេលដែលគាត់ចូលទៅក្នុងកិច្ចប្រជុំអីមួយគឺគេតែងតែបិទទ្វារមិនឲ្យចូលហើយខ្ញុំនឹងមកប្រាប់ពីបញ្ហាហ្នឹងហើយមួយទៀតខ្ញុំនឹងប្រាប់តាក់ទងទៅនឹងប្រព័ន្ធការពារមេដឹកនាំធំៗនៅលើពិភពលោកទៅដល់អ្នកទាំងអស់គ្នាឲ្យបានដឹងជាទូទៅប្រព័ន្ធការពារមេដឹកនាំធំៗគឺបែងចែកជា3ផ្សេងគ្នាដែលប្រព័ន្ធទី1គេហៅថា outer ring ហើយប្រព័ន្ធទី2គេហៅថា middle ring ហើយប្រព័ន្ធទី3គឺគេហៅថា inner ring ប្រព័ន្ធការពារទី1ដែលគេហៅថា outer ring នេះគឺគេផ្ដោតសំខាន់ទៅលើការការពារដំបូងបង្អស់នៅពេលដែលមានថ្នាក់ដឹកនាំចូលឧទាហរណ៍ថាមានថ្នាក់ដឹកនាំចូលប្រទេសកម្ពុជារបស់យើងប្រព័ន្ធ outer ring នេះគឺគេរៀបចំតាក់ទងទៅនឹងសណ្ដាប់ធ្នាប់ចរាចរណ៍ទី1ទី2គឺគេពិនិត្យមើលទៅលើយានយន្តដែលគួរឲ្យសង្ស័យណាមួយដែលអាចបង្កគ្រោះថ្នាក់ដល់ថ្នាក់ដឹកនាំហ្នឹងគេនឹងហាមឃាត់ភ្លាមៗតែម្ដងហើយទី3គឺគេពិនិត្យមើលទៅលើវងមនុស្សបើសិនជានៅមានមនុស្សច្រើនមានអីចឹងគេនឹងពិនិត្យមើលឬក៏សង្កេតទៅលើវងមនុស្សហ្នឹងហើយប្រព័ន្ធ outer ring នេះដែរគឺភាគច្រើនគេផ្ដល់តួនាទីទៅកាន់ប៉ូលីសឬក៏សន្តិសុខដែលនៅតំបន់ហ្នឹងដើម្បីការពារនិងរៀបចំនៅប្រព័ន្ធមួយនេះហើយតកតងទៅនឹងប្រព័ន្ធទី2ដែលគេហៅថា middle ring ប្រព័ន្ធការពារទី2គឺជាប្រព័ន្ធ middle ring ដែលប្រព័ន្ធនេះទទួលបន្ទុកដោយសន្តិសុខនៅក្នុងតំបន់ហ្នឹងដែលគាត់មានតួនាទីពិនិត្យលិខិតអញ្ជើញឬក៏មួយទៀតកំណត់អត្តសញ្ញាណអ្នកដែលគួរសង្ស័យគាត់នឹងហាមឃាត់ភ្លាមៗមិនឲ្យចូលទៅក្នុងកិច្ចប្រជុំនោះទេអ្នកដែលកាន់កាប់នៅតំបន់ middle ring នេះគាត់ក៏មានតួនាទីនៅក្នុងការ check អាវុធ check អីដែរមើលតំណងថាម្នាក់នឹងមិនគួរឲ្យចូលនោះគេនឹងហាមគាត់ភ្លាមៗថាមិនឲ្យចូលតែម្ដងតែតទៅនឹងប្រព័ន្ធការពារទី3ដែលគេហៅថា inner ring ប្រព័ន្ធការពារនេះភាគច្រើនទទួលបន្ទុកដោយអង្គរៈផ្ទាល់ខ្លួនរបស់មេដឹកនាំឬក៏មួយទៀតគេហៅថាសន្តិសុខពិសេសដែលគាត់មានជំនាញនៅក្នុងការការពារហើយពេលខ្លះក៏គេអាចដាក់សន្តិសុខនៅក្នុងប្រទេសដែរឧទាហរណ៍ថានៅពេលដែលមានថ្នាក់ដឹកនាំធំៗមកកាន់ប្រទេសកម្ពុជារបស់យើងគឺបានរៀបប្រព័ន្ធនេះដើម្បីការពារអញ្ចឹងមេដឹកនាំក៏គាត់មានអង្គរៈផ្ទាល់ខ្លួនរបស់គាត់ហើយប្រទេសកម្ពុជារបស់យើងក៏មានសន្តិសុខពិសេសសម្រាប់ stand by នៅក្នុងប្រព័ន្ធ inner ring នឹងដែរហើយតួនាទីសំខាន់នៅក្នុងប្រព័ន្ធ inner ring នោះគឺបើយើងនិយាយពីអង្គរៈផ្ទាល់ខ្លួនគាត់តែងតែឈរជិតមេដឹកនាំគាត់ជានិច្ចដើម្បីសង្កេតមើលទៅលើកាយវិការមនុស្សនៅជុំវិញខ្លួនហ្នឹងបើសិនជាមាននរណាម្នាក់បញ្ចេញនៅកាយវិការប្លែកឬក៏លក្ខណៈថារត់មករត់អីហ្នឹងកងសន្តិសុខពិសេសនឹងធ្វើការហាមឃាត់ភ្លាមតែម្ដងហើយមួយវិញទៀតតួនាទីមួយទៀតសំខាន់នោះគឺកងសន្តិសុខដែលនៅតំបន់ហ្នឹងគឺគាត់មានតួនាទីជំលះមេដឹកនាំដែលនៅក្នុងកម្មវិធីនឹងចេញភ្លាមតែម្ដងបើសិនជាមានករណីកាត់ឡើងជាយថាហេតុអីមួយហើយនេះគឺជាប្រព័ន្ធ inner ring ដែលគេការពារទៅលើការចូលមកចិត្តមេដឹកនាំឬក៏សង្កេតទៅលើកាយវិការជុំវិញខ្លួនរបស់មេដឹកនាំនិងមួយទៀតចាំជំលះមេដឹកនាំចេញពីកន្លែងដែលមានបញ្ហាហើយទាំងនេះហើយគឺជាប្រព័ន្ធការពារមេដឹកនាំធំនៅលើពិភពលោកហើយមូលហេតុធំនៅក្នុងវីដេអូនេះដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាគឺតាក់ទងទៅនឹងការហាមមិនឲ្យអង្គរៈឬក៏សន្តិសុខផ្ទាល់ខ្លួនអីចូលទៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំធំហ្នឹងមូលហេតុដែលគេហាមឃាត់គឺតាមភាសាការទូតគេមិនចង់ឲ្យមានភាពតានតឹងនៅពេលដែលមេដឹកនាំធំគាត់ជជែកគ្នាមូលហេតុមានតែប៉ុណ្្នឹងទេហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណ